សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណកាលពីឆ្នាំ1990ខ្ញុំមានមិត្តម្នាក់ឈ្មោះថាំជាមិត្តរួមថ្នាក់នៅមហាវិទ្យាល័យជាមួយគ្នាថ្ងៃមួយថាំបានបបួលខ្ញុំទៅលេងស្រុកកំណើតរបស់គេដោយប្រាប់ថាផ្ទះគេមានទេសភាពស្អាតស័ក្តិសមអាចនឹងគូររូបបានឬគេអួតដូច្នេះខ្ញុំក៏យល់ព្រមទៅជាមួយគេព្រោះចង់ស្គាល់ទឹកដីមាតុភូមិឲ្យបានច្រើនថងយើងទាំងពីរនាក់ជិះឡានពីព្រឹកដល់ថ្ងៃត្រង់ទេពទៅដល់ផ្ទះថាំដែលជាផ្ទះចាស់ពីបុរាណជុំវិញផ្ទះនោះជាចំការនិងមានដីសល់ទំនេរមានខ្យល់បក់មករំភើយគ្រប់ពេលវេលាគួរឲ្យត្រជាក់ចិត្តមែនទែនឪពុកម្ដាយរបស់ថាំទទួលខ្ញុំយ៉ាងរាក់ទាក់កក់ក្ដានហាក់បីដូចខ្ញុំនេះជាកូនបង្កើតរបស់គាត់ម្នាក់ទៀតអីចឹងយប់នោះខ្ញុំដេកមិនលក់សោះព្រោះមិនឆាប់ចូលដេកតាំងពីក្បាលប្រលប់បែបនេះទេខ្ញុំក្រោកពីគ្រែដើរសំដៅបងអ៊ុញសម្លឹងមើលទៅដួងច័ន្ទលឿងស្រទន់យ៉ាងសប្បាយអារម្មណ៍ភ្លាមនោះខ្ញុំក៏បានឮសំឡេងឆ្មាយំមកពីឆ្ងាយក្នុងចំការផ្នែកខាងស្ដាំរបស់ខ្ញុំវាជាសំឡេងស្រែកគួរឲ្យព្រឺខ្លាចខ្ញុំស្រាវស្រាយព្រឺរោមពេញខ្លួនក៏ប្រញាប់បិទបងអ៊ុនចូលដេកភ្លាមចិត្តរបស់ខ្ញុំសង្ស័យជាមិនដឹងជាឆ្មាពិតឬក៏ខ្មោកឡងទេសំឡេងមន់រងាវទទួលអរុណោដ័យថ្ងៃថ្មីមកដល់ផ្ទៃមេឃពណ៌លឿងក្រហមច្រាលគួរឲ្យចាប់ភ្នែកខ្ញុំភ្ញាក់ឡើងមកជួយស្រោចដំណាំឪពុករបស់ថាំនិងជជែកគ្នាពីនេះពីនោះទៅជារឿយរហូតមកដល់ខ្ញុំសួរគាត់នៅរឿងមួយគាត់បែរជាឈប់ជជែកជាមួយខ្ញុំព្រមទាំងដើរចូលផ្ទះទៅធ្វើឲ្យខ្ញុំឆ្ងល់សង្ស័យណាស់ខ្ញុំគ្រាន់តែសួរគាត់ថាកាលពីយប់មិញអ៊ំបានឮសំឡេងឆ្មាយំឬទេសំឡេងលាន់ចេញពីក្នុងចង្ការគួរឲ្យខ្លាចណាស់ក្រោយពីអាហារពេលព្រឹករួចថាំបបួលទៅក្នុងចំការដើម្បីគូររូបយើងពីរនាក់ដើរទៅជារឿយរួចក៏មកឈប់ត្រង់បរិវេណស្រះទឹកដែលមានផ្កាឈូករីករហ័ងគួរឲ្យចង់គយន្តគុណចំណែកថាំបានសុំខ្លួនត្រឡប់ទៅជួយធ្វើកិច្ចការម៉ាយនៅផ្ទះលុះដល់ថ្ងៃត្រង់ទើបនឹងយកស្បៀងអាហារមកឲ្យខ្ញុំដល់ពេលបាយថ្ងៃត្រង់ថាំយកអាហារមកឲ្យខ្ញុំនឹងបានអង្គុយជជែកលេងមួយសន្ទុះទើបសុំខ្លួនត្រឡប់ទៅវិញគេចេញទៅប្រហែល100ម៉ែត្រក៏ងាកស្រែកផ្ដាំខ្ញុំថាអេអាសែនប្រញាប់ត្រឡប់ចូលផ្ទះវិញកុំអោយដល់ល្ងាចពេកឪពុករបស់ខ្ញុំផ្ដាំមកខ្ញុំបំរុងនឹងសួរគេថាហេតុអ្វីប៉ុន្តែគេដើរបាំងព្រៃចូលផ្ទះបាត់ទៅក្រោយពីគូរូបរួចមួយផ្ទាំងខ្ញុំបានក្រាលកន្ទេដំរេតខ្នងលេងរហូតផ្លិតដេកលោកបាត់មិនដឹងខ្លួនពេលកំពុងបានយល់សបិតឃើញថាមានឆ្មាខ្មៅមួយដើរមកឈប់នៅចំពោះមុខខ្ញុំស្រែកខ្លាំងនិងបញ្ចេញចង្កូមគួរឲ្យខ្លាចស្លាប់ហើយមួយសន្ទុះឆ្មានោះក៏ប្រែរូបคล้ายទៅជាផ្សែងពណ៌ក្រហមមួយដុំធំហោះបោះពួយឡើងទៅលើអាកាសក្រោយមកដុំផ្សែងនោះបាត់ទៅបន្តិចម្ដងភ្លាមនោះបានលេចចេញមនុស្សស្រីម្នាក់មានរូបរាងសមសួនមុខមាត់ស្អាតបាតសម្បុរសសក់ខ្មៅវែងអន្លាយធ្លាក់មកដល់ចង្កេះនាងស្លៀកសម្លៀកបំពាក់តាមបែបបុរាណខ្ញុំសម្លឹងមើលនាងមិនព្រីងភ្លេចភ្លឹកនឹងសម្រស់របស់នាងលាយឡំដោយក្តីញាប់ញ័រតក់ស្លុតខ្ញុំខំប្រឹងចំណាំភក្ត្រារបស់នាងឲ្យដិតជាប់ក្នុងអារម្មណ៍ដើម្បីគូររូបរាងឲ្យទាល់តែបាននៅខណៈដែលខ្ញុំកំពុងតែគិតនោះនាងបង្ហាញស្នេហ៍ញញឹមដាក់ខ្ញុំហាក់ដូចជាដឹងពីការនឹកគិតរបស់ខ្ញុំយ៉ាងច្បាស់
នាងដូចជាតាំងចិត្តឈរឲ្យខ្ញុំបានចំចាំភក្ត្រារបស់នាងអីចឹងពេលជាមួយនោះនាងបានបញ្ចេញសំឡេងអតិចតិចវែងថាយើងត្រូវការអាស័យឋានថ្មីអ្វីក៏ថ្មីនិយាយបានតែប៉ុណ្ណោះរាងកាយរបស់នាងប្រែទៅជាផ្សៃមួយដុំពណ៌ក្រហមនិងទីបំផុតក៏คล้ายទៅជាឆ្មាខ្មៅរត់ចូលទៅក្នុងចំការបាត់ទៅអេអាសែនភ្ញាក់ឡើងល្ងាចហើយវ៉ៃថាំគេមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់បាសដៃបាសជើងនេះចុះឯងកើតអីបានជាឡានហាក់ដូចជាបានខឿនខ្មោចអីចុងអើគ្នាបានខឿនខ្មោចមែនណាហើយក៏ពេលខ្ញុំនិយាយឲ្យគេស្ដាប់ថាំធ្វើភ្នែកស្លាព្រមទាំងរាដៃរាជើងជាភាសាកឲ្យខ្ញុំជប់និយាយប្រឡូបយប់បន្ទាប់មកថាំនាំខ្ញុំទៅកំសាន្តនៅដងអូមួយដែលមានទឹកហូរវិញលើផ្ទាំងថ្មព្រមទាំងមានដើមឈើជ្រុងច្រាងចោលលុបត្រឆ្លឹងត្រឆ្លើយខ្ញុំបានយកឧបករណ៍របស់ខ្ញុំទៅគូររូបមនុស្សស្រីដែលបង្ហាញតួខ្ញុំសុបិនរបស់ខ្ញុំបានរួយរាល់ដោយបំណងយប់នោះខ្ញុំដេកលក់ស្រួលណាស់ដេកទាល់តែថ្ងៃរះចាំងគូតនិងភ្ញាក់ខ្លួនឡើងនៅពេលដែលបានឮសូរសំឡេងជជែកគ្នាលាន់ក្រោមផ្ទះខ្ញុំសួរថាមានរឿងអីទៅឪពុករបស់ខ្ញុំទៅស្រោចដំណាំនៅក្នុងចំការឃើញឆ្មាមួយក្បាលដេកស្លាប់នៅក្បែរមាត់ស្រះឈូកឯណោះឪពុកខ្ញុំគាត់ខ្លាចក៏រត់មកហៅខ្ញុំនិងម៉ែឲ្យជូនទៅតើឯងទៅដែរទេពេលបានឮរឿងរ៉ាវតាក់ទងនឹងឆ្មាខ្មៅនោះបណ្ដាលឲ្យខ្ញុំនឹកឃើញដល់សុបិនរបស់ខ្ញុំឡើងភ្លាមខ្ញុំហាក់ដូចជាតក់ស្លុតព្រឺរោមវឹបរកប្រាប់មិនត្រូវខ្ញុំប្រញាប់ដើរតាមថាំទៅទាំងក្តីញាប់ញ័រពេលទៅដល់ចំណុចកែហេតុខ្ញុំឃើញឆ្មាខ្មៅស្លាប់ស្ទោកស្ដឹងមានរូបរាងដូចសុបិនរបស់ខ្ញុំពិតឪពុកថាំលួចដៃទៅចាប់ក្រឡាប់រាងកាយរបស់វាមើលរកស្នាមរបួសប៉ុន្តែគ្មានឃើញស្លាកស្នាមដាច់រហែកណាទាំងអស់សូម្បីតែឈាមមួយដំណក់ក៏គ្មានដែរចំណែករាងកាយឆ្មានៅក្តៅអ៊ុនហាក់ដូចជាទើបស្លាប់ថ្មីតើវាស្លាប់ព្រោះអីទៅណោះនេះជាសំណួរដែលពួកយើងទាំង4នាក់គិតមិនចេញបន្ទាប់មកឪពុករបស់ថាំយកឆ្មានោះទៅកប់នៅវត្តដែលនៅមិនឆ្ងាយពីផ្ទះលុះត្រឡប់មកពីវត្តគាត់និយាយឲ្យស្ដាប់ថាកាលពីខែមុននៅវេលាល្ងាចពេលកំពុងស្រោចដំណាំនៅក្នុងចំការស្រាប់តែបានឃើញរថយន្តមួយគ្រឿងបើកមកចតក្បែរផ្លូវជាប់នឹងចំការនេះមួយសន្ទុះមនុស្សបើកទ្វារចេញមកដើរទៅក្រោយបើកគូតរថយន្តលើកអ្វីមួយយ៉ាងអោបយកមកបោះចូលទៅក្នុងចំការនេះល្មមពុកឃើញដូច្នេះក៏រត់ទៅមើលស្រាប់តែបានឃើញឆ្មាខ្មៅមួយស្ទុះផ្លេតចេញមករួចរត់ចូលទៅក្នុងចំការបាត់ទៅក្រោយមកក៏មានហេតុការណ៍ប្លែកកើតឡើងបង្ហាញឲ្យឃើញដូចជានៅល្ងាចខាងមួយពុកបានចូលទៅស្រោចដំណាំដូចជាសពមួយដងក៏ប្រទះឃើញស្ត្រីមានរូបរាងស្អាតម្នាក់រត់ចូលទៅក្នុងចំការយ៉ាងជ្រៅដែលជារឿងមួយគួរឲ្យឆ្ងល់ក្រោយមកមានហេតុការណ៍មួយទៀតកើតឡើងនៅពេលយប់នៅពេលដែលកំពុងដេកលក់បានឮសំឡេងមនុស្សដែលធ្លាប់មកចាប់ត្រីក្នុងស្រះចិញ្ចឹមដូចជាភ័យស្លន់រត់ឃ្លេចពីអ្វីដែលគួរឲ្យខ្លាចដូច្នោះឯងក្រោយមកមានលេចឮពាក្យថាមានខ្មោចនៅចាំយាមចំការនិងស្រះត្រីរបស់ពុកចាប់តាំងពីពេលនោះមករហូតដល់សពថ្ងៃលែងមានអ្នកលួចត្រីនិងផ្លែឈើក្នុងចំការទៀតហើយចំណែកហេតុការណ៍ផ្លៃក៏ស្ងាត់ទៅដែរទើបតែប៉ុន្មានថ្ងៃពុកកូនមកនេះហេតុការណ៍បានកើតឡើងម្ដងទៀតប៉ុន្តែពុកមិនដឹងជាត្រីចាត់ការយ៉ាងម៉េចទេមួយយ៉ាងទៀតមិនហ៊ានធ្វើព្រោះខ្លាចគេមិនពេញចិត្តហើយបែរមកធ្វើបាបយើងវិញក៏ថាបាន3ថ្ងៃក្រោយមកខ្ញុំនឹងថាំបានសំពាក់លាឪពុកម្ដាយថាំត្រឡប់មកទីក្រុងភ្នំពេញវិញនៅពេលកំពុងស្ថិតក្នុងរថយន្តឈ្នួលនោះខ្ញុំបានធំក្លិនអ្វីមួយស្អុយឡើងឈួលច្រមុះចេញមកពីកន្លែងដាក់រូបភាពរបស់ខ្ញុំ
រហូតខ្ញុំទ្រាំមិនបានក៏សួរថាមថាឯងមានស្អុយអីទេប៉ុន្តែគេមិនបានធំក្លាន់ស្អុយបន្តិចឡើយសង្កេតមើលអ្នកដំណើរទាំងអស់ក្នុងរថយន្តក៏មិនឃើញនរណាបង្ហាញអាការៈស្អុយអីបន្តិចដែរពេលរថយន្តឈប់ឲ្យអ្នកដំណើរហូបបាយខ្ញុំឆ្លៀតឱកាសនេះយកផ្ទាំងរូបភាពរបស់ខ្ញុំចុះពីរថយន្តដើរតម្រង់ទៅកាន់ស្ពានមួយដែលនៅក្បែរនោះទៅដល់ប៉ុនកដាលស្ពានខ្ញុំក៏សម្រេចចាត់បោះរូបភាពរបស់ខ្ញុំចោលទៅក្នុងទឹកដើម្បីឲ្យនៅឆ្ងាយពីវិញ្ញាណនោះពេលខ្ញុំហៀបតែដំលាក់រូបភាពចេញពីដៃចៃដន្យក៏មានបុរសម្នាក់ដើរមកដល់ល្មមបងបំរុងចោលអីហ្នឹងបាទរូបភាពរួចបោះវាចោលធ្វើអ្វីពេលលោកខ្ញុំហាក់ដូចជារកពាក្យអ្វីមកឆ្លើយតបនឹងគាត់មិនបានសោះឲ្យបងសុំមើលបន្តិចបានទេបងក៏ចូលចិត្តការងារសិល្បៈដូចជាបងអីចឹងដែរជាសង្សាររបស់បងឬមិនមែនទេបើមិនមែននឹងបើបងលែងត្រូវការដែរឲ្យបងជាអ្នកសុំរូបភាពនេះចុះបងហាក់ដូចជាចង់បានវាណាស់ប៉ុន្តែវាឲ្យបងសុំជាជាងបោះចោលទីបំផុតខ្ញុំងក់ក្បាលជាសញ្ញាយល់ព្រមធ្វើឲ្យគាត់ត្រេករខឹបដើរចេញពីខ្ញុំយ៉ាងលឿនខ្ញុំតាមសម្លឹងមើលបរោះនោះរហូតផុតកន្ទុយភ្នែកមកដល់ភ្នំពេញវិញយប់នោះដេកយល់សុបិតថារូបភាពរបស់ខ្ញុំបានហោះក្រឡឹងជុំ